រន្ធត់ខ្លាំងមែនទែនក្មេងស្រីម្នាក់ត្រូវបានសត្វឆ្កែ5ទៅ6ក្បាលព្រួតគ្នាខំហើយសាច់ទាំងដុំធ្វើឲ្យគាត់រងរបួសធ្ងន់តែភ័យកូនម៉ៃហើយកូនឯងឃើញនៅនេះខំត្រូវឯណាខ្លះកូននឹងគេឲ្យចាំឲ្យឈាមមុខទៀតចប់ហើយចឹងមានន័យថាបងជាអ្នកស៊ីឈ្នួលធ្វើការឲ្យខាងម្ចាស់ឆ្កែនឹងបានចោលផ្ទះចោលវាយមករកស៊ីស្រុកគេដល់ពេលមកកូនជុករឿងអញ្ចឹងគេទៅរំធត់ចិត្តខ្ញុំថាកូនខ្ញុំបានជួយមករស់ទេអូយលេងសាច់ដាច់ទាំងដុំកន្លែងគាត់ដេកស្រែកដេកអល់លេងហៅម៉ាក់ជួយកូនបងរហូតប្រហែលជាអារម្មណ៍របស់គាត់នៅដិតដាមកឆ្កែលោតខំលោតអីហ្នឹងមកណាពេលនេះគាត់កំពុងតែសង្គ្រោះនៅក្នុងមន្ទីរពេទ្យឥឡូវនេះយើងដើម្បីដឹងព័ត៌មានបន្ថែមលម្អិតយើងនឹងតាក់ទងទៅកាន់ម្ដាយរបស់ជនរងគ្រោះផ្ទាល់តែម្ដងកូនខ្ញុំទៅរៀនពីអ្នកបងប្អូនហ្នឹងអូគ្រូចេញមករដងគឺទៅយកវាតែពេលថ្ងៃវានៅចាំទឹកដៃបងតាមទៅផ្ទះកូនខ្ញុំដើរមកអញ្ចឹងទៅឆ្កែនឹងគុំមកហក់ខាំវាអត់បានឃើញអត្តភាពហក់ខាំទេគ្រាន់តែសម័យនឹងកូននឹកឃើញក្រុមចឹងអូបងហើយបាទខ្ញុំទៅឡើងស្តុកស្ដឹងសិតឈាមសាច់ដាច់ទាំងដុំអូមកដៃមកជើងមកហើយកូនបង2នាក់អីបងមួយទៀតក្មួយបងប៉ុន្តែខំអត់ត្រូវក្មួយទៅខំហក់ដែរតែខ្ញុំមុតតែជើងហើយនៅហើយសពុតបន្តិចទេគ្នារត់ផុតអូបាទបងពេលយើងសួរអូនស្រីដែលដើរជាមួយកូនបងហ្នឹងមិនតែពេលវាខំហ្នឹងមក5 6ក្បាលហ្មងបងណាចាព្រួតគ្នាអូយចាស់ស្រីហៅជួយផងជួយកូនខ្ញុំដែរតែជួយវាមិនឈ្នះម្ចាស់គេស្រែកហើយមើលដាច់សាច់ដុំក៏ផ្លូវជើងគ្មានសល់ទេបងអើយបាទគាត់ដេកងប់ខាងកន្លែងកគាត់នឹងក៏ព្រៀងតិចគាត់ក៏ដាច់ដុំទៀតអូយណាត់ណាបងឃើញកូនបងស្អាតហើយឆ្លាតទៀតបងណាចាទៅតែទទួលបានទៅសាយបងចាអូបងប្អូនហើយបាទអូនអាយុប៉ុន្មានហើយបងអាយុតែ4ឆ្នាំហ្នឹងបង4ឆ្នាំរត់ទៅណារួចហើយចុះឆ្កែហ្នឹងភាគច្រើនជាឆ្កែឈ្មោលឬក៏ញីដែរបងឆ្កែនិយាយទៅមេហើយនឹងកូនបដៅកូនទៅកូននឹងចង់ប៉ុនមេហ្នឹងហើយតម្លាក់មកអត់ហ្នឹងបាទតែម្ចាស់គាត់និយាយថាម៉េចដែរបងឆ្កែនឹងទម្លាប់កាចមកអញ្ចឹងឬក៏មិនដែរទម្លាប់កាចដេញខ្ញុំអាសាប្រាប់ដែរនឹងខ្ញុំថាបងអើយបើសិនជាថ្ងៃអីបងអាចបងឯងចងទុកទៅព្រោះកូនខ្ញុំតាមផ្លូវខ្ញុំធ្វើការបងឯងកូនខ្ញុំដើរតាមនឹងឯងពីខ្ញុំផ្លូវជិះម៉ូតូទៅទិញម្ហូបទិញអីតាមផ្លូវនឹងឯងបាទអញ្ចឹងមានន័យថាបងជាអ្នកស៊ីឈ្នួលធ្វើការឲ្យខាងម្ចាស់ឆ្កែនឹងចាខ្ញុំពិបាកហ្នឹងឯងបងអើយបានចោលផ្ទះចោលវាយមករកស៊ីស្រុកគេដល់ពេលមកកូនជុករឿងអញ្ចឹងគេទៅរំធត់ចិត្តបាទយល់អារម្មណ៍បងហ្នឹងហើយបងខ្ញុំឃើញវីដេអូដែលឃើញបងអង្គុយឲ្យគាត់គេងលើផ្លូវបងឲ្យអោបរន្ធត់ចិត្តមែនទេបងអាណិតខ្លាំងណាហ្នឹងហើយបើលេងមកខ្ញុំថាកូនខ្ញុំបានជួយមករស់ទេអូយលេងសាច់ដាច់ទាំងដុំកន្លែងកកអីដាច់ឡើងខ្ញុំមានសង្ឃឹមបងបាទតែឥឡូវតែស្ដាប់កូនស្រីធ្ងោមកឲ្យជួយផងដេកភ្នាក់បងអីមើលអារម្មណ៍ផ្លូវចិត្តខ្ញុំដឹងយ៉ាងណាទេអើយបងហើយបងបាទហើយឆ្កែហ្នឹងអត់មានជំងឺឆ្កួតអីណាបងណាខ្ញុំអត់មានដែរឆ្កែហ្នឹងដើរធម្មតាមិនដឹងថាមានជំងឺអត់យើងអត់ដឹងដែរហ្នឹងហើយបងហ្នឹងហើយខាងគ្រូពេទ្យគាត់និយាយថាម៉េចដែរបងគាត់ថានៅតាមដានពិនិត្យឲ្យនឹងឲ្យពេទ្យខាងកូនខ្ញុំមានវាអាចវាជំងឺផ្លូវចិត្តអញ្ចឹងអូខាងផ្លូវចិត្តមកស៊ឺនាំអីចឹងនឹងសង្ឃឹមថាអត់ពាក់ព័ន្ធដល់ផ្លូវចិត្តគាត់ចុះបងណោះពូរាងកាយគាត់សាច់គាត់ឈឺខ្លាំងហើយដេកធ្ងោប្រែក៏មិនបានដែរបើថាបានដេកអញ្ចឹងទៅពេលនេះរត់ជើងស្រែកយំបាទខាងម្ចាស់ឆ្កែអីគាត់ជួយយើងមិនដែរបងអ
ឲ្យយើងជាបាទៅអីទេប៉ុន្តែអត់អីទេខ្ញុំវាយ៉ាងណានៅតែពិបាកដែរបងទោះបីជាគាត់ជាបាប៉ុន្តែកូនខ្ញុំវាអត់ដូចដើមអញ្ចឹងបាទបងបាទខ្លាំងបំផុតក្រៅពីគាត់បាត់បង់សម្រស់គាត់ឈឺសាច់ហើយនឹងគឺភ័យបំផុតជាមួយនឹងផ្លូវចិត្តផ្លូវអារម្មណ៍របស់គាត់នឹងបងណាគាត់ដេកស្រែកដេកច្អល់ដេកហៅម៉ាក់ជួយកូនផងរហូតអូប្រហែលជាអារម្មណ៍របស់គាត់នៅដិតដាមកឆ្កែលោតខំលោតអីហ្នឹងមកណាចាបាទយ៉ាងណាក៏គាត់ខ្វះខាតគាត់ចេញពីស្រុកមកគាត់នៅខេត្តកំពង់ធំមកធ្វើការនៅកោះកុងបងមានបំណងចង់មកពេញមកអីទេបងរើពេទ្យធំជាងនឹងអីអត់បងមានមកចែកកូនខ្ញុំឲ្យគាត់រៀនស្រួលខ្លួននឹងតិចសិនអាណិតកូនខ្ញុំពិបាកពេកចាំទៅពេទ្យធំដល់គេស្កេនមកគេមើលអត់ចិត្តបាទបងបាទអូយត្រូវហើយបងត្រូវអូខេអញ្ចឹងយើងមានតែស្ដាប់ពេទ្យនៅខាងកោះកុងហើយពេលដែលធូរមិនតិចក៏យើងគ្រប់គ្រងឲ្យគាត់យកកូនស្រីរបស់គាត់បន្តមកបំពេញដែរបាទបងប្អូនដែលកំពុងទស្សនាវីដេអូនេះជឿថាបងប្អូនអាណិតគាត់ហើយនឹងចង់ជួយក្មេងបាទអញ្ចឹងបងមានខ្ជូឲ្យកូនផ្ទាល់ខ្លួនទេបងមានតែបងមានបាទមិនដឹងនិយាយថាម៉េចឲ្យវាសមចិត្តទៅបងប្អូនពេលដែលយើងមានកូនអាណិតទឹកចិត្តយើងស្រឡាញ់សឹងតែចង់ឈឺជំនួសបាទហើយគ្នាក្មេងគ្នាដឹងស្រែកប៉ុណ្ណាបងណោះស្រែកមិនទៅណោះបងហ្នឹងហើយខ្ញុំដឹងថាកូនខ្ញុំស្រែកទាំងណាដល់ខ្សែប៉ុណ្ណាទេបងអត់អីទេបាញ់កុំយំចាំបងប្អូននឹងចូលរួមជួយបងហើយបងស្ដាប់ពេទ្យនៅខាងកោះកុងបន្តទៀតឲ្យធូរបន្តិចមិនមកយើងតាក់ទងគ្នាបន្តណាបងណាបាទហើយសង្ឃឹមថាបងប្អូននឹងចូលរួមជួយគាត់ដើម្បីឲ្យគាត់បានយកកូនមកគាត់មកមើលបន្ថែមទៀតបាទលើថាពាក់ព័ន្ធមួយផ្លូវចិត្តគឺខ្ញុំភ័យកាន់តែខ្លាំងទៀតបាទតែប៉ះពាល់មួយផ្លូវចិត្តអានោះគឺធ្ងន់មែនតើហើយកូនរៀនបកកែដល់ថ្នាក់បានសរសើរបានអីទៀតបងណោះចាបាទបងបាទហើយទៅបងអញ្ចឹងបងសម្រាប់ទៅចាំបងយើងតាក់ទងបន្តទៀតដើម្បីសូមជួកូនបងដាក់នៅខាងក្រោមវីដេអូនេះផ្ទាល់ឲ្យបងប្អូនជួយណាបាទបាទបងអរគុណច្រើនបាទអរគុណបងអរគុណរើវិធីជួយបែបនេះឥឡូវនេះខ្ញុំបានតំណាក់តំណងមួយគាត់ហើយខ្ញុំនឹងសូមជួកូនរបស់គាត់ដាក់នៅខាងក្រោមនេះបាទបងប្អូនចូលរួមជួយក្មេងបាទប៉ុណ្ណាក៏ដោយបើតិចក្តីច្រើនក្តីចូលរួមជួយក្មេងដើម្បីសម្រួលដល់បន្ទុកគាត់ព្រោះគាត់ពិបាកគាត់មកធ្វើការឲ្យគេចំណាក់ស្រុកពីខេត្តកំពង់ធំមកកោះកុងឆ្ងាយមែនតើហើយមកនេះគាត់ថាបានស្រួលបានផ្គត់ផ្គង់កូនរៀនអញ្ចឹងណាបាទតែឥឡូវនេះកូនស្រីអាយុ4ឆ្នាំដែលកំពុងតែពេញចេះឆ្លាតហើយស្អាតហើយបកកែទៀតបាទបើជាត្រូវឆ្កែព្រួតខំហែកសាច់ទាំងដុំបាទវីដេអូដែលយើងដាក់នៅលើនេះយើងអាចដាក់ពេញទៅបងប្អូនអាចចូលមើលនៅក្នុងក្រុម Telegram របស់ខ្ញុំបានដើម្បីមើលស្ថានភាពបន្ថែមពីក្មេងស្រីបាទចំពោះបងប្អូនដែលចង់ចូលរួមជួយបងប្អូនអាចចូលរួមជួយតាក់ទងមកបាញ់ចូលតាម QR code របស់គាត់ផ្ទាល់តែម្ដងហើយខ្ញុំនឹងព្យាយាមតាក់ទងសួរព័ត៌មានបន្ថែមពីគាត់រហូតហើយជឿថាគាត់នឹងឡើងមកពេញខ្ញុំនឹងទទួលគាត់ហើយធ្វើរឿងនេះបន្តឲ្យបងប្អូនតាមដានដឹងថាគាត់យ៉ាងម៉េចបន្តទៀតបាទចឹងអរគុណបងប្អូនមែនទែនសម្រាប់ការចូលរួមនិងគាំទ្រដល់ខ្ញុំកន្លងមកបាទគាំទ្រដល់ខ្ញុំក៏ដូចជាជួយបងប្អូនដែលខ្ញុំតែងតែធ្វើសប្បុរសធម៌កន្លងមកអរគុណសម្រាប់ការចែករំលែកហើយសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះអ្នកដែលមានកូនតូចបាទហើយអ្នកដែលដឹងពីវិធីសាស្ត្រអីផ្សេងឬក៏ពេទ្យណាដែលអាចជួយព្យាបាលមានសមត្ថភាពចំពោះផ្លូវចិត្តរបស់គាត់ដែលពេទ្យថាកំពុងតែប្រឈមនេះបងប្អូនអាចផ្ដល់យោបល់បានអរគុណច្រើនបាទ